Ní ban kể hai tha, cửu sa, sro lanh cô bồn, bạt một cột bò chân chăm cô pui cô ba ní, cứ chỉ một cột bò, pro chăm cửu sa có thai. Đây pro pun con ní, chật mũi, thla mũi, sro lanh, ca chân chăm cô đôi kia. Bạt đây quạt mình nấy, có pro pun quạt aiจะđạp rong, ca nghĩa, bạt mơ thai cô quạt, ban lọ phong đài, bạt bật chia sờ sờ bong sray khlang mình tên, bạt cô ba thông thống mà xông bay tại admin còn mình hiện tới chất đài có vấn tay bong sray có tha xôm đầu hai bạn càiประกอบmột bò nhìn chăm cô ba ní bạn quạt bạn thlop chụp thlop can nói bạn bà cài bà slot ba thông cầm đặt na còn thlop chụp hai ở đài một bòไว้ còn miên hàn đi pay miên kêu thân đài ôn tái dương trớ bằng can cá prongประยัด tư สวัสดิភាពដល់បាទយើងជាអ្នកចិញ្ចឹមបាទជាអ្នកប្រើប្រាស់បាទផ្ទាល់តែម្ដងបងប្អូន ក្រៅកោបានឈ្មោះចនជឿន ទីតាំងទីតាំងនេះ នៅភូមិសម្បួរសង្កាត់សាក់សំពៅខណ្ឌដង្កោរាជធានីភ្នំពេញ នៅភ្នំពេញយើងទេ ចា៎ អូបាទនេះនៅខាងភ្នំពេញទេបងប្អូនបាទអញ្ចឹងយើងត្រូវស្រុកស្រែចិញ្ចឹមគោបានណាតែឥឡូវបាទនៅភ្នំពេញយើងនេះបាទក៏មានក្រោលគោមួយនេះដែរក្រោលគោបាគាត់បាល្អល្អមែនតើអញ្ចឹងបងចិញ្ចឹមគោបានេះប្រហែលឆ្នាំហើយបង ចាំយូរហើយអូនតាំងពីជំនាន់គាត់នៅមួយពុកគាត់ហ៎ អញ្ចឹងប្រហែលជាប្រហែលឆ្នាំហើយបង បើមកនៅមួយខ្ញុំម្នេះ7 10ឆ្នាំហើយ 17ឆ្នាំហើយបាទអញ្ចឹងគាត់សាច់តែថាចិញ្ចឹមគោបា17ឆ្នាំតែគាត់អាចចិញ្ចឹមមុននឹងទៀត គាត់ចាំមុនទៀតនៅមួយពុកគាត់តាំងគាត់នៅទូទូចុះ បាទអញ្ចឹងបាទាំងអស់សរុបមានប្រហែលក្បាលទេបង 3អូន 3ក្បាល ចា៎ បាទ3ក្បាលយើងអាចពាក់មេបានប្រហែលក្បាលទាំង ពាក់បាន2មួយនោះនៅ នៅស្ទាល នោះ ហ្នឹងបាទចុះយើងបង្កាត់យកមេមួយប្រហែលទេបង មួយតែ100000ហ្នឹងអូន មួយ100000 ចា៎ បាទណែបងប្អូនមើលផែនគាត់គិតតែ100000ហ្នឹងណាមើលបាទគាត់ តម្លៃ 100000 គឺពិតជាសមរម្យមែនតើបងប្អូនអញ្ចឹងបើបងប្អូនចាប់អារម្មណ៍ចង់បង្កាត់បាទរបស់គាត់នៅក្រៅគាត់បាទគឺក្រៅវិជឿនបងប្អូនអាចបាទដឹកមេមកបង្កាត់ផ្ទាល់បានបាទអញ្ចឹងសម្រាប់ទីតាំងគាត់បងប្អូនដែលស្រឡាញ់គោចិញ្ចឹមគោប្រហែលជាអាចនឹងស្គាល់ច្រើនហើយបាទទីតាំងគាត់នេះបាទដោយសារបាទការចិញ្ចឹមគោបាគោពូជនេះគាត់ចិញ្ចឹមបាទ17ឆ្នាំហើយអញ្ចឹងបងប្អូនច្បាស់ណាស់ប្រកាសជាស្គាល់បាទអញ្ចឹងបញ្ជាក់ទីតាំងម្ដងទៀតបងប្អូននៅបើយើងជិះផ្លូវក្បាត់ក្រុងទី3បងប្អូនណាផ្លូវដែលចូលទៅសាលាសង្កាត់សាក់សំពៅហ្នឹងបងប្អូនចុះពីបាទផ្លូវក្បាត់ក្រុងហ្នឹងចម្ងាយប្រហែលជា100 ម៉ែត្រនឹងឃើញហើយក្រោលគាត់នៅខាងស្ដាំដៃហ្នឹងបាទអញ្ចឹងអត់ពិបាករកទេ បាទខ្មែរនិយាយតម្លៃប្រហែល1000 5000 10000នេះបាត់ពេញអស់ កាលមុនណាបាខ្មែរដែលធ្លាប់ទិញថ្លៃហ្មងតម្លៃហ្មងបងយកមកកានហ្នឹង ការចំនួនមើលខ្ញុំការឲ្យដំបងចំនួនហ្នឹងថ្លៃបំផុតទៅ5000អីគាត់ទិញយកមក អូ5000កាលហ្នឹងមិនតិចទេបង 5000 4000 បងកាយឆ្នាំណាបងលបាក់ណា 2007 2007 2007កាលហ្នឹងហ៊ានទិញគោ4 5000 ចា 5000 6ថ្លៃហ៎ ថ្លៃចំនួនហ្នឹងប៉ាវារកបានហ៎ ហ្នឹង គាត់រកស៊ីគោតែពេលចំនួនគោគេចំនួនហ្នឹងគេប៉ុណ្ណាំងគោប៉ុណ្ណាំងអីនោះ បណ្ណាំងគោទៀតទៅខាងណាវិញបងគេបណ្ណាំងខាងណាវិញ ចំនួនហ្នឹងប៉ុណ្ណាំងនៅព្រៃសរនេះអូន អូបណ្ណាំង មួយអមខាត់ស្ខាយ អញ្ចឹង ចា អញ្ចឹងយើងលក់គោបណ្ណាំងផង លក់និយាយទៅទិញគោបាក៏មានគោប៉ុណ្ណាំងក៏មានគោលក់យើង អូកាលហ្នឹងចម្រុះ មានចាចម្រុះ អញ្ចឹងបា17ឆ្នាំនេះកាន់គ្រប់អស់ហើយបងគ្រប់ពូជឥឡូវមើលបើបងរៀបរាប់មកឆ្លងកាត់នោះប្រភេទពូជបាយខ្លាយកាល បានជាមិនដំបងគោខ្មែរ គោខ្មែរយើង តែដល់ពេលគេមកបីមកវឹកស្រិតជាវិញនឹងគោអីខ្ញុំអត់ស្គាល់ បាទអាហ្នឹងឥណ្ឌូប្រេស៊ីលបងអាហ្នឹងម៉ាសាដែរ ចាំមិនដឹងភាសាឲ្យបានបក មកខ្មែរវិញដែរអញ្ចឹងយូរទៅបើសិនជាយើងកាន់តែខ្មែរមកទៅឥឡូវក៏មិនដឹងថាល្អជាងនឹងប៉ុណ្ណាណា នឹងកាន់តាមសម័យគេ ហ្នឹងតាមសម័យតែបើយើងវិលទៅវិលមកគោក្នុងស្រុកយើងក៏ល្អ ទៅមកគោខ្មែរយើងដែរហ្នឹង បើអេគោខ្មែរយើងអាហ្នឹងអាប្រភេទហ្នឹងសិតតែពូជនាំចូលទេបងអាធំធំហ្នឹង មិនសូវដឹង បាទកាលហ្នឹងយើងសិននាំចូលដូចគ្នាអញ្ចឹងតែយើងមកប្រកាត់មកបានពូជពីច្រើនយើងយកពីខាងតលេមកវិញដំបងខ្លាចដែរមែនទេបងតែពេលយើងកាន់យូរទៅស្មហ្មងហ្នឹង ទៅឡើងទៅអីតែអត់មានតែប្រកាសមួយឯងបើថាដឹកចេញដឹកចូលលៀងតាត់ទៅបានអាហ្នឹងវា តែពីមុនមកបើប្រកាត់ធ្លាប់ដាក់ដែរ កាលពីមុនធ្លាប់តែ អញ្ចឹងបង
ពីមុនមានដូចញ៉ៃឥឡូវណាមុនគ្រាន់តែចងក្នុងសាឡុងចូលទៅវាពេកឯងឥឡូវលេងគោដេគោអីវ៉ាន់ខ្ញុំអត់រៀនដែរ ហ្នឹងហើយយើងមនុស្សស្រីបង ចា តែឥឡូវបាវារៀងកាចមែនបង ចា រៀងកាចតែពីមុនយើងដាក់អីខ្លួនឯង ចាំពីមុនប្តីខ្ញុំអត់នៅវ៉ាន់ខ្ញុំដាក់ខ្លួនឯងចា ចុះទៅពេលឥឡូវពេលគាត់ត្រូវចាញ់ទៅក្រៅ ដល់ពេលគាត់អត់នៅអញ្ចឹងទៅតចាំមកតប្តីខ្ញុំមកអញ្ចឹងចឹងកាបងអូនថ្លៃខ្ញុំវ៉ាន់ដាក់ អញ្ចឹងបង តែហើយគេមកដាក់ឲ្យចឹង បាទតើមេឥឡូវមិនដែរបងមេមកដាក់ឥឡូវគាត់ដូចមុនឬក៏រៀងថយ ឥឡូវអត់ទៅដូចមុនទេមួយហ្នឹង មួយ ចាបើចំថ្ងៃណារឿងអាទិត្យណារឿងតាំងថ្ងៃសើអញ្ចឹងទៅបាន4 5ដែរមួយ អូ ថ្ងៃ មួយថ្ងៃ 4 5 ចា 4 បើអត់ចំរឿងថ្ងៃសើអញ្ចឹងទៅចឹងកា3 4ថ្ងៃមួយ4 10ថ្ងៃអីចឹងមួយចឹងហ៎ អូវាអត់ទៀងដែរបង ចា ហើយមើលទៅមិនបងអាចនឹងប្រកបអាជីពនឹងយូរបំផាញទៀតទេបងមើលទៅ ដឹងមិនទេទៅមុខទៅ អត់សំខាន់ណាស់តែមានបកាត់ច្រើនបងណា មេចឹងច្រើន បាទអត់មានចាំច្រើនយើងចេះបន្តទៅទៀត បន្តទៅមុខទៀតទៅ បាទអញ្ចឹងប្រកបអាជីពនេះ17ឆ្នាំបងប្អូន តាំងចាប់ដៃគ្នាមក បាទ 10ឆ្នាំ 17ឆ្នាំមិនតិចទេបាទ កុំភ្លេចជួយ share វីដេអូនេះម្នាក់មួយផងបងប្អូនណាបាទដើម្បីគាំទ្របាទបាក្នុងស្រុកក៏ដូចជាបាទការគាំទ្រលើកទឹកចិត្តបងស្រីដែលជាស្ត្រីដែលអាចបាទចិញ្ចឹមគោបានិងកាន់គោបាបានទៀតបាទអញ្ចឹងបងប្អូនដែលត្រូវការរកបាបាទផែនល្អបាទត្រូវការបង្កាត់មេតម្លៃធូរថ្លៃបាទនេះបាទគឺក្រោលពូជឿនបាទនៅសង្កាត់សាក់សំពៅបាទផ្លូវកបាត់ក្រុងទី3យើងនេះទេបាទអញ្ចឹងបងប្អូនអាចដឹកមេយកមកដាក់ផ្ទាល់បាន